តាមដានកិច្ចពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald J. លោក Trump និងប្រកាន់យកភាពតានតឹងដែលកំពុងបន្តនៅព្រំដែនកម្ពុជាថៃខ្ញុំបានធ្វើការសន្ទនាតាមទូរស័ព្ទដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃលោកអនុធីន ឆាន វីរ៉ាគុលនិងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតក្នុងកិច្ចពិភាក្សាខ្ញុំបានបញ្ចេញក្តីកង្វល់យ៉ាងធ្ងន់ធ្ងររបស់ម៉ាឡេស៊ីនិងជំរុញឲ្យភាគីទាំងសងខាងបញ្ឈប់ការធ្វើម្ចាស់ផ្ទះគ្រប់ទម្រង់និងកម្ចាត់វិធានការយោធាបន្តរួមទាំងការប្រើប្រាស់អំពើហិង្សាឬចល័តកងកម្លាំងប្រដាប់អាវុធទៅជួរមុខចាប់ផ្ដើមអនុវត្តនៅម៉ោង 10 នាទីយប់ថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 UTC-7ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្រួលភាពតានតឹងនិងបង្កើនតម្លាភាពប្រទេសម៉ាឡេស៊ីបានស្នើសុំការចាត់តាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន ASEAN Observer Team AOT ដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថម៉ាឡេស៊ីដើម្បីតាមដានសភាពការក្នុងទីលានបេសកកម្មនេះក៏នឹងត្រូវបានគាំទ្រដោយការត្រួតពិនិត្យស្កាយរណបដែលផ្ដល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ផ្ដើមក្នុងពេលតែមួយប្រាក់ចំណូលតាមដានទីលាននិងស្កាយរណបទាំងនេះនឹងត្រូវបានប្រមូលដោយ AOT និងបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងសម្រាប់ថ្ងៃអង្គារទី 16 ខែធ្នូរាយការណ៍នេះនឹងផ្ដល់រូបភាពគោលបំណងនៃស្ថានភាពបច្ចុប្បន្នរួមទាំងតំណែងរបស់ភាគីទាំងពីរក្នុងចំណាប់អារម្មណ៍គណនេយ្យភាពការកសាងទំនុកចិត្តនិងការអភិរក្សសន្តិភាពនិងស្ថិរភាពក្នុងតំបន់ម៉ាឡេស៊ីនៅតែបដិញ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនអាស៊ាននិងសហគមន៍អន្តរជាតិដើម្បីធានាបាននូវការសន្ទនាឥរិយាបថស្ងប់ស្ងាត់និងការទូតនៅតែបន្តជីវសិក្សាចម្បងតាមដានការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីអាមេរិកលោក Donald J. Trump និងពន្លឺនៃភាពតានតឹងបន្តតាមព្រំដែនកម្ពុជាថៃខ្ញុំបានធ្វើការអំពាវនាវដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអនុធីន ឆាន វីរ៉ាគុលនៃប្រទេសថៃនិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងអំឡុងពេលផ្លាស់ប្ដូរនេះខ្ញុំបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ម៉ាឡេស៊ីលើស្ថានភាពនិងជំរុញឲ្យភាគីទាំងសងខាងអនុវត្តការរឹតបន្តឹងអតិបរមាបញ្ឈប់ការធ្វើរាងទម្រង់នៃភាពរុករាននិងបញ្ឈប់សកម្មភាពយោធាផ្សេងៗរួមទាំងការប្រើប្រាស់អំពើហិង្សាឬចល័តកងកម្លាំងប្រដាប់អាវុធទៅជួរមុខចាប់ផ្ដើមអនុវត្តនៅម៉ោង 10 នាទីយប់ថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 UTC-7ដើម្បីគាំទ្រដល់ការកាត់បន្ថយនិងលើកកម្ពស់តម្លាភាពខ្ញុំបានស្នើសុំឲ្យមានការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រធានកងការពារម៉ាឡេស៊ីតាមដានវិវត្តនៅលើមូលដ្ឋានបេសកកម្មនេះក៏នឹងត្រូវបានបញ្ចប់ដោយការត្រួតពិនិត្យស្កាយរណបដែលផ្ដល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ផ្ដើមក្នុងពេលតែមួយរកចំណូលតាមដានទីលាននិងស្កាយរណបទាំងនេះនឹងត្រូវបានប្រមូលដោយ AOT និងបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារទី 16 ខែធ្នូរាយការណ៍នេះនឹងផ្ដល់រូបភាពគោលបំណងនៃស្ថានភាពបច្ចុប្បន្នរួមទាំងតំណែងរបស់ភាគីទាំងពីរក្នុងចំណាប់អារម្មណ៍គណនេយ្យភាពការកសាងទំនុកចិត្តនិងការអភិរក្សសន្តិភាពនិងស្ថិរភាពក្នុងតំបន់ម៉ាឡេស៊ីនៅតែបដិញ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាននិងសហគមន៍អន្តរជាតិដើម្បីធានាបាននូវការសន្ទនាឥរិយាបថស្ងប់ស្ងាត់និងការទូតនៅតែបន្តជាវគ្គសិក្សាចម្បង